ទៅនេះជាចម្រៀងឈ្មោះសិលធម៌ប្រយុទ្ធរបស់យុវជនយុវនារីបដិវត្តន៍កម្ពុជាសេងមានភូមិកំណើតនៅក្នុងភូមិកោះទាវឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលគាត់បាននិយាយប្រាប់ថាគាត់មិនត្រឹមតែមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានជំងឺបាក់កម្លាំងនិងដេកមិនលក់ទៀតផងសេងកើតនៅថ្ងៃប្រហោះទីថ្ងៃឆ្នាំ1955ឪពុករបស់គាត់ឈ្មោះអ៊ុកខម្ដាយឈ្មោះម៉ៅអ៊ុនមុនឆ្នាំ1975ឪពុកម្ដាយរបស់គាត់ប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកទៅលើដីស្រែចម្ការដោយសារតែមានកូនរហូតដល់ទៅ10នាក់នោះបានធ្វើឲ្យកម្រិតជីវភាពគ្រួសារនេះខ្វះខាតខ្លះៗគ្រួសាររបស់គាត់ត្រូវបានអង្គការចាត់ទុកថាជាកសិករកណ្ដាលថ្នាក់ក្រោមអង្គការខ្មែរក្រហមចូលមកគ្រប់គ្រងនៅក្នុងភូមិស្រុករបស់គាត់ពេញទំហឹងក្រោយពេលរដ្ឋប្រហារទម្លាក់សម្ដេចសីហនុនៅថ្ងៃទី18មិនិនា1970សេងបាននិយាយថានៅយប់ថ្ងៃរដ្ឋប្រហារឆ្នាំ1970នោះគាត់បានឮស្នូរផ្ទុះអាវុធនៅទីរួមស្រុកកោះធំពេញមួយយប់ដល់ព្រឹកឡើងគាត់ឃើញទាហានខ្មែរក្រហមនិងទាហានយាកុងនៅពីពេញក្នុងភូមិរបស់គាត់នៅចំនួនសង្គ្រាម5ឆ្នាំ1970ដល់1975យុវជននៅក្នុងស្រុកភូមិដែលសេងរស់នៅចាប់ពីអាយុ16ដល់17ឆ្នាំត្រូវបានអង្គការបំផុសនិងបង្ខំឲ្យចូលបម្រើកងទ័ពអ្នកណាធំល្មមកាន់កំភ្លើងបានត្រូវទៅសមរភូមិចំណែកអ្នកនៅតូចមិនអាចកាន់កំភ្លើងបានអង្គការឲ្យទៅសែងអ្នករបួសឬរែកបាយស្មុកទៅសមរភូមិមានយុវជនមួយចំនួនតូចត្រូវអង្គការបញ្ជូនឲ្យមកផ្ទះវិញដោយសារតែនៅតូចពេកប៉ុន្តែបើអ្នកណាស្ម័គ្រចិត្តនៅគឺអង្គការអនុញ្ញាតឲ្យនៅគាត់បាននិយាយបញ្ជាក់ថាអ្នកដែលចូលបម្រើតាំងពីឆ្នាំ1970រហូតដល់72ឬ73ភាគច្រើនគឺចូលដោយសារតែការស្ម័គ្រចិត្តតាមការឃោសនារបស់សំណាក់សេតែចំពោះអ្នកដែលចូលបម្រើតបចាប់ពីឆ្នាំ73មកភាគច្រើនដោយសារការបង្ខំរបស់ប្រធានភូមិប្រធានឃុំហើយគ្មានក្រុមគ្រួសារណាមួយជាផុតពីកាតព្វកិច្ចនេះឡើយនៅឆ្នាំ1973ក្នុងវ័យប្រហែល18ឆ្នាំសេងនិងបងប្រុស2នាក់ទៀតឈ្មោះអ៊ុកហូននិងអ៊ុកសុងរួមជាមួយនឹងយុវជនស្រកគាត់ជាច្រើនទៀតនៅក្នុងភូមិកោះទាវត្រូវបានប្រធានសមាគមយុវជនឃុំសំពៅពូនឈ្មោះអូនបង្ខំឲ្យចូលបដិវត្តន៍អ្នកទាំងនេះត្រូវបានអង្គការបញ្ជូនទៅវឹកហាត់នៅក្នុងវត្តទូលសង្កែក្នុងឃុំកំពង់កុងស្រុកកោះធំខេត្តកណ្ដាលបងប្រុសរបស់គាត់ម្នាក់ឈ្មោះអ៊ុកហូនដែលទៅជាមួយគាត់នោះត្រូវអង្គការអនុញ្ញាតឲ្យមកភូមិវិញបន្ទាប់ពីរៀនចប់ព្រោះថាក្នុងគ្រួសាររបស់គាត់មានបងប្អូនចូលបម្រើតប2នាក់គ្រប់គ្រាន់ហើយពេលនោះឪពុកម្ដាយរបស់គាត់មានការបារម្ភយ៉ាងខ្លាំងពីកូនទាំងពីរដែលនៅក្មេងហើយមិនដែលបែកពីក្រុមគ្រួសារតតែសោះក្រោយពីបានហាត់វឹកវើអស់រយៈពេលកន្លះខែអង្គការបានបញ្ជូនសេងនិងយុវជនប្រហែល60នាក់ឲ្យទៅបម្រើការនៅក្នុងកង260ឈរជើងនៅតាមដងទន្លេមេគង្គពេលទៅដល់ដំបងសេងបានសុំអង្វរអង្គការនៅបម្រើក្នុងកងសែងរបួសនិងរែកបាយស្មុកហើយអង្គការបានឲ្យគាត់នៅដាំបាយនៅក្នុងភូមិអលុងស្លាតឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលនៅពេលគាត់ឡើងយកបាយស្មុកនិងសែងអ្នករបួសលើកដំបូងគាត់មានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំងសេងបាននិយាយថាខ្ញុំខ្លាចសង្គ្រាមណាស់ពេលខ្ញុំទៅដល់ទន្លេមេគង្គកប៉ាល់ហោះបាញ់ពីលើផងតបដុនលបាញ់ពីក្រោមផងខ្ញុំសឹងតែស្រែកយំពេលត្រឡប់មកវិញត្រូវសែងអ្នករបួសមកទៀតខ្ញុំបានសែងមនុស្សដាច់ក្បាលម្នាក់ឈាមពេញអង្រឹងហើយឃើញគេដាច់ក្បាលបែបនេះអារម្មណ៍របស់ខ្ញុំតានតឹងសឹងធ្លាយទ្រង់ទៅហើយនឹកថាខ្ញុំគ្មានរស់ទេដឹងតែស្លាប់ឃើញគេដាច់ក្បាលពីខ្លួនអញ្ចឹងខ្លួនឯងបែបអញ្ចឹងដែរហើយមើលទៅប្រហែលដើមឆ្នាំ1974អង្គការបានដកគាត់ឲ្យមកធ្វើជានាយរក្សាកងកំភ្លើងធំនៅម្ដុំព្រែកប៉ាវខាងត្បូងតាខ្មៅគៀកនឹងទីក្រុងភ្នំពេញនៅទីនោះសេងត្រូវនាំបញ្ជាពីប្រធានកងអនុសេនាធំឈ្មោះភៀបទៅប្រាប់អ្នកកាន់កំភ្លើងធំដេកា75នោះឲ្យបាញ់ទៅតាមគោលដៅកំណត់របស់ទីបញ្ជាការនៅខាងក្រោយឬក៏ឲ្យដកថយមកវិញសមរភូមិនៅទីនោះមានក្របកំភ្លើងច្រើនណាស់ការងាររបស់សេងត្រូវរត់កាត់ក្របរំសាវរាល់ថ្ងៃមួយនៅពេលសេងស្ថិតនៅសមរភូមិម្ដុំសេត្បូគាត់បានលើដំណឹងតាមរយៈមិត្តភ័ក្តិរួមក្រុមថាខាងកងទ័ពលន់នល់កំពុងតែរៀបចំទ័ពនឹងរត់ក្រោះចំនួន100គ្រឿងដើម្បីវាយបកមកលើមុខព្រួញរបស់គាត់នៅខាងត្បូងក្រុងតាខ្មៅនេះលើដូចនេះសេងដែលមានអាការៈគ្រុនញាក់ក្តៅខ្លួនហើយក៏សុំប្រធានមកដេកពេទ្យហើយដេកនៅមន្ទីរពេទ្យបានតែមួយយប់
គាត់ក៏សុំអង្គភាពមកលេងផ្ទះទៀតពេលមកដល់ផ្ទះបងប្អូនរបស់គាត់ខាត់មិនឲ្យគាត់ទៅអង្គភាពវិញទេនឹងដោយក្នុងចិត្តរបស់គាត់មានការភ័យខ្លាចផងនោះគាត់បានរត់ទៅនៅមាត់បឹងដើម្បីគេចឲ្យផុតពីការកំណែនតបជាលើកទី2គាត់ការរត់គេចនេះมันបានធ្វើឲ្យសេងរួចខ្លួនទេនៅដើមឆ្នាំ1975សមាគមយុវជនឃុំសំពៅពូនបានទៅតាមគាត់រហូតដល់បឹងចុងព្រែកតាលីក្បែរជើងភ្នំអង្គរបូរីអ្នកដែលទៅតាមខ្ញុំនោះបានគំរាមថាបើខ្ញុំមិនទៅអង្គការនឹងចាប់ឪពុកម្ដាយរបស់ខ្ញុំទៅជំនួសដោយគ្មានអ្វីអាចប្រកែកបានសេងក៏យល់ព្រមតាមបញ្ជារបស់សមាគមយុវជនឃុំបន្ទាប់មកអង្គការបានបញ្ជូនគាត់ឲ្យទៅរៀននយោបាយនៅក្នុងភូមិកំពតឃុំព្រែកអំបិលស្រុកស្អាងម្ដងទៀតក្នុងរយៈពេល10ថ្ងៃការរៀននយោបាយនៅទីនោះអង្គការបានបញ្យល់ឲ្យស្គាល់ពីខ្មាំងនៅក្នុងប្រទេសដែលគេចោទថាសុទ្ធតែពួកក្បត់ជាតិនិងខ្មាំងនៅក្រៅប្រទេសដូចជាវៀតណាមនិងថៃជាដើមក្រោយមកទៀតគេបានបញ្ជូនគាត់ឲ្យទៅហាត់បាញ់នៅលើកោះខ្សាច់ទន្លាក្នុងឃុំទឹកវិលស្រុកស្អាងសេងហាត់រៀននៅទីនោះបានមិនទាន់ចប់ស្រួលបួលផងស្រាប់តែគាត់ឃើញប្រជាជនជំនះពីភ្នំពេញទៅយ៉ាងច្រើនពេលអង្គការជំនះប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានាអស់សេងរួមទាំងយុទ្ធមិត្តរួមក្រុមមួយចំនួនត្រូវបានអង្គការដឹកយកមកឲ្យស្នាក់នៅខាងជើងវិមានឯករាជ្យសេងបាននិយាយថាការចល័តតបចូលទីក្រុងភ្នំពេញត្រូវអង្គការបែងចែកតំបន់ឲ្យស្នាក់នៅដាច់ពីគ្នាដោយថាបើតបមកពីខាងភូមិភាគបូព៌ាគឺស្នាក់នៅត្រឹមថ្នល់ជាតិលេខ1ហ្នឹងហើយទៅខាងកើតទីក្រុងភ្នំពេញហើយពេលនោះខ្ញុំនៅក្នុងកងពលនៅក្នុងកង42ដូច្នេះគេបញ្ជូនឲ្យទៅនៅខាងជើងវត្តលង្កាដែលជាអង្គភាពមួយចំណុះឲ្យកងពល12នៅទីនោះអង្គភាពរបស់សេងមានតួនាទីរៀបចំទុកដាក់ខោអាវស្ករសទឹកដោះគោដែលនៅរប៉ាត់រប៉ាយបញ្ចូលទៅក្នុងឃ្លាំងនៅដើមឆ្នាំ1976សេងត្រូវបានថ្នាក់លើដូរឲ្យទៅរៀននយោបាយនៅម្ដុំវត្តក្រពើហាតាខ្មៅរយៈពេលកន្លះខែការរៀននយោបាយនេះគឺអង្គការតម្រូវឲ្យកម្មាភិបាលថ្នាក់ខ្ពស់ចាប់ពីវរៈសេនាធំចុះមកធ្វើស្វ័យទាសទានយុទ្ធជនណាដែលអង្គការគិតថាមានកំហុសមកជុំត្រូវបញ្ជូនឲ្យទៅធ្វើការនៅព្រៃសរហើយកម្មាភិបាលនឹងយុទ្ធជនណាដែលមានកំហុសធ្ងន់ធ្ងរត្រូវបញ្ជូនឲ្យទៅកន្លែងផ្សេងដូចជាទួលស្លែងជាដើមក្រោយពីរៀនវគ្គនយោបាយចប់ផ្សេងត្រូវអង្គការចោទថាគាត់មានប្រវត្តិរូបមិនល្អធ្លាប់រត់ចោលជួលការមុនឆ្នាំ1975និងមានបងប្អូនធ្វើការនៅសម័យសង្គមរាស្ត្រនិយមដូច្នេះហើយទើបថ្នាក់លើបញ្ជូនគាត់ឲ្យទៅជីកប្រឡាយនៅលើកទំនប់តាមជួរមាត់ស្ទឹងបាគូនៅមន្ទីរព្រៃសរកម្រិតទោសនៅព្រៃសរត្រូវបែងចែកជា3ប្រភេទសេងនិយាយថាកងលេខ1ជាកងដែលសបាយអាចស៊ីចុកបានកងលេខ2មធ្យមហើយកងលេខ3ជាកងលុតដំខ្លាំងនិងមានច្រវាក់ជាប់ជើងសសរទាំងអស់សេងជាប់នៅក្នុងកងលេខ3បាន1ខែក៏ត្រូវថ្នាក់លើបញ្ជូនឲ្យទៅនៅក្នុងវត្តក្ដុលក្នុងមន្ទីរស24ក្រោមការគ្រប់គ្រងរបស់ហ៊ុយស្រែមន្ទីរស24ជាសាខារបស់មន្ទីរស21ដោយការខិតខំកសាងខ្លួនរបស់សេងអង្គភាពបានដកគាត់ចេញពីកងព្យួរទៅនៅក្នុងកងខ្វៀលគោចំណែកយុទ្ធជនមួយចំនួនទៀតត្រូវអង្គការបញ្ជូនទៅធ្វើការនៅពលានយន្តហោះនៅខេត្តកំពង់ឆ្នាំងសេងមិនត្រូវអង្គការបញ្ជូនទៅទេដោយសារតែគាត់ហើមដៃយុទ្ធជនដែលទៅធ្វើការនៅខេត្តកំពង់ឆ្នាំងត្រូវអង្គការបញ្ជូនត្រឡប់មកស24វិញបន្ទាប់ពីធ្វើការបានរយៈពេល2ខែហើយមិនយូរប៉ុន្មានអ្នកទាំងអស់នោះត្រូវបានអង្គការថ្នាក់លើហៅទៅរៀននយោបាយម្ដងទៀតសេងលើថាអ្នកទាំងនោះទៅរៀននយោបាយក៏មានចិត្តចង់ទៅដែរប៉ុន្តែមិត្តរួមក្រុមម្នាក់ឈ្មោះអានខ្សឹបប្រាប់គាត់ថាបាឡានដែលមកដឹកនោះបិទចិត្តឈឹងច្បាស់ជាគេយកទៅសម្លាប់ចោលហើយឯងចង់ទៅធ្វើអ្វីនៅចុងឆ្នាំ1978សេងត្រូវបានអង្គភាពបញ្ជូនឲ្យមករៀននយោបាយនៅជិតមន្ទីរស21ពេលនោះសេងជាប្រធានពួកដែលគ្រប់គ្រងមនុស្ស3នាក់សេងមិនបានដឹងថាកន្លែងរៀននៅខាងណាកុកទួលស្លែងទេព្រោះអង្គការបញ្ជូនគាត់ពីមន្ទីរស24មកគឺនៅពេលយប់ម៉ោង12អាធ្រាត្រទៅហើយការរៀននយោបាយលើកនេះគឺគេជ្រើសរើសចាប់ពីប្រធានពួកឡើងទៅហើយរៀនក្នុងរយៈពេលប្រហែល1សប្តាហ៍និងស្ថិតក្រោមការបង្ហាត់បង្ហាញរបស់សុនសេនរដ្ឋមន្ត្រីក្រសួងការពារជាតិនិងដូចប្រធានមន្ទីរស21ចំណែកអត្ថន័យនិងខ្លឹមសារមេរៀនគឺមិនខុសគ្នានឹងអ្វីដែលសេងបានរៀននៅក្នុងខេត្តកណ្ដាលកាលពីដើមឆ្នាំ1975នោះទេគឺគេនិយាយសង្កត់ធ្ងន់តែពីរឿងខ្មាំងក្នុងប្រទេសនិងខ្មាំងក្រៅប្រទេសតែប៉ុណ្ណោះក្រោយពីរៀនចប់គាត់ត្រូវអង្គការបញ្ជូនមកមន្ទីរស24វិញសេងបានត្អូញត្អែថាធ្វើការនៅព្រៃសរលំបាកណាស់ព្រោះពីមួយថ្ងៃទៅមួយថ្ងៃខិតខំធ្វើការកសាងខ្លួនដើម្បីឲ្យអង្គការមើលឃើញថាយើងមានការកែប្រែដូច្នេះហើយបានជាសេងក្រំគ្រាខ្លួនរហូតមកដល់សប្តាហ៍ថ្ងៃនៅថ្ងៃដែលកងទ័ពរណសិរ្សរំដោះជាតិកម្ពុជារួមជាមួយនឹងកងទ័ពវៀតណាមចូលមកដល់ក្រុងភ្នំពេញនាដើមឆ្នាំ1979សេងនិងមិត្តភ័ក្តិនៅក្នុងអង្គភាពស24មួយចំនួន
បានរត់ទៅទាំងយប់កាត់ផ្លូវជាតិលេខ4ឡើងទៅដល់ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហើយបន្តទៅដល់លាជខេត្តពោធិ៍សាត់នៅតាមដងផ្លូវដែលសេងរត់ទៅនោះមានប្រជាជនជាច្រើនក៏រត់ទៅជាមួយដែរនៅក្នុងព្រៃសេងបានរត់ទៅជួបដុចនិងបាក់ពួកដែលកំពុងតែសម្លាប់មនុស្សសេងបាននិយាយប្រាប់ថាពេលខ្ញុំរត់ទៅចូលក្នុងព្រៃភ្នំម្ដុំខេត្តពោធិ៍សាត់ខ្ញុំបានឃើញដុចនឹងកូនចៅវាច្បាស់តែម្ដងកំពុងតែអាកនឹងដុតដែករកច្រមុះរកមាត់ប្រជាជនទស្សនភាពទាំងនេះធ្វើឲ្យខ្ញុំមានការភ័យខ្លាចណាស់ហើយម្យ៉ាងទៀតកងទ័ពវៀតណាមចេះតែតាមខ្ញុំប្រកាសដោយសារតែការរស់នៅជួបក្នុងព្រៃជួបការលំបាកពេកហើយចេះតែរត់គេចពីការប្រយុទ្ធគ្នារវាងកងទ័ពប៉ុលពតនិងកងទ័ពរណសិរ្សរំដោះជាតិរួមជាមួយនឹងកងទ័ពវៀតណាមផងនោះនៅក្នុងឆ្នាំ1979ដដែលសេងបានចុះពីលើភ្នំដើរសម្ដៅមកស្រុកកំណើតវិញដោយមានការហៅហត់អស់កម្លាំងគ្មានអ្វីនៅក្នុងពោះបន្តិចសោះនោះសេងក៏ដាច់ចិត្តលួចនំក្រូចប្រជាជននៅទីនោះបានពីយកមកបរិភោគក្រោយពីបានទទួលការអប់រំពីសំណាក់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាមសេងត្រូវបានអ្នកទាំងនោះធ្វើលិខិតអនុញ្ញាតឲ្យត្រឡប់មកផ្ទះកំណើតវិញនៅពេលមកដល់ផ្ទះគាត់បានជួបជុំម្ដាយឪពុកបងប្អូនតែអកុសលបងរបស់គាត់ពីរនាក់បានបាត់ខ្លួនតាំងពីពេលចេញទៅធ្វើបដិវត្តរហូតដល់ត្រឡប់មកផ្ទះវិញសេងគ្មានគិតថាគាត់បានផលចំណេញអ្វីបន្តិចតតែសោះថែមទាំងត្រូវទទួលរងទុក្ខវេទនានិងការព្រាត់ប្រាសបងប្អូនថែមទៀតសេងមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់បងទាំងពីររបស់គាត់យល់ថាតុលាការមួយដែលរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិបំរុងនឹងបង្កើតនៅក្នុងពេលឆាប់ៗខាងមុខនេះគឺស័ក្តិសមទៅនឹងអ្វីដែលមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តនៅក្នុងរយៈពេលដែលអ្នកទាំងនោះកាន់អំណាចហើយគាត់រំពឹងថាតុលាការនេះនឹងជួយរកយុត្តិធម៌ជូនប្រជាជនកម្ពុជាទាំងអ្នកស្លាប់ទៅនិងអ្នកនៅរស់ជូនរត់ភ្លើងរថយន្តទូកឡានកំពុងថែមន្ទីរបានលេវត្តក៏ពងផងនេះពេទ្យ17មេតាប្រងតាជនបទរីកទៅពីតទូវីតរៀនសូត្រពេញពីវណ្ណា